ស្វាគមន៍មកកាន់រឿងរ៉ាវដែលអាចកំបាំងនឹងករណីឃាតកម្មល្បីៗជុំវិញពិភពលោកនៅវីដេអូមុនខ្ញុំធ្លាប់បានសន្យាថានឹងលើកយកករណីឃាតកម្មមួយដែលកើតឡើងនៅប្រទេសឥណ្ឌាវាគឺជាករណីឃាតកម្មជាបន្តបន្ទាប់នៅនីថារីនៃប្រទេសឥណ្ឌាបាទហើយករណីមួយហ្នឹងវាមិនមែនត្រឹមតែជាករណីឃាតកម្មជាបន្តបន្ទាប់ពីការដោះស្រាយនិងចាប់ជនល្មើសផ្ដន្ទាទោសរួចហើយក្រោយមកនៅផ្ទះដែលមានករណីឃាតកម្មហ្នឹងគឺមានរឿងរ៉ាវជាបន្តបន្ទាប់មកទៀតនោះគឺគេល្បីពីខាងវិញ្ញាណខ្មោចលងនិងសាហាវដែលនៅក្នុងតំបន់ហ្នឹងដែលគេល្បីថាមានវិញ្ញាណហ្នឹងនៅទីហ្នឹងមិនព្រមតណាទេហើយខ្មោចលងរហូតដល់ថ្នាក់គេចាត់ទុកកន្លែងមួយហ្នឹងជាចំណោមកន្លែងមួយដែលខ្មោចលងគួរខ្លាចបំផុតនៅតំបន់នៅដានៃប្រទេសឥណ្ឌាហ្នឹងបាទសូមបងប្អូនកុំភ្លេចជួយចុច Subscribe ដើម្បីទទួលបាននៅករណីថ្មីបន្តទៀតអញ្ចឹងករណីមួយនេះគឺនៅថ្ងៃទី29ខែធ្នូឆ្នាំ2006នៅភូមិនីថារីដ៏ស្ងៀមស្ងាត់មួយនៅជិតទីក្រុងណយដានៃប្រទេសឥណ្ឌាបានធ្លាក់ចូលទៅក្នុងភាពតក់ស្លុតជាពន់ពេកវាចាប់ផ្ដើមមានក្លិនស្អុយអាសោចមួយភាយចេញពីលូទឹកស្អុយនៅខាងក្រោយផ្ទះវីឡាដ៏ប្រណិបមួយខ្នងក្នុងនោះមិនមែនជាក្លិនសម្រាមឬក៏ក្លិនសត្វងាប់ធម្មតានោះទេប៉ុន្តែវាជាក្លិនដែលនាំប៉ូលីសទៅកាន់ការរកឃើញដ៏រន្ធត់បំផុតមួយនៅក្នុងប្រវត្តិសាស្ត្រនៃការស៊ើបអង្កេតនៅពេលដែលប៉ូលីសបានចាប់ផ្ដើមជីកកកាយលូទឹកស្អុយនោះពួកគេមិនមែនប្រទះឃើញត្រឹមតែភក់ច្រំនោះទេប៉ុន្តែវាជាក្រុងឆ្អឹងមនុស្សនិងលលាក្បាលមនុស្សជាច្រើនដែលត្រូវបានគេច្រកចូលក្នុងថង់ផ្លាស្ទិកសួរថាតើកាកសំណល់មនុស្សទាំងនោះជារបស់អ្នកណាហើយតើអ្នកណាដែលអាចធ្វើរឿងទាំងនេះអញ្ចឹងយើងក៏លេខទៅមើលពីជីវិតរស់នៅរបស់មនុស្សម្នាក់ៗនៅក្នុងភូមិនិងតំបន់នោះវិញបាទនៅក្នុងភូមិនីថារីវាជាតំបន់ក្រីក្រមួយដែលពោពេញទៅដោយកម្មករចំណាក់ស្រុកកូនរបស់ពួកគេភាគច្រើនជាក្មេងៗដែលស្លូតត្រង់រស់រាយនិងត្រូវជួយកិច្ចការងារផ្ទះឪពុកម្ដាយតាំងពីតូចក្នុងចំណោមនោះមានក្មេងស្រីម្នាក់ឈ្មោះថារីមប៉ាហាល់ដាមានអាយុទៅតែ15ឆ្នាំនាងជាក្មេងស្រីម្នាក់ដែលមានស្នាមញញឹមស្រស់ស្រាយជាទីស្រឡាញ់របស់គ្រួសាររបស់នាងនិងតែងតែជួយការងារម្ដាយឪពុកដោយមិនដែលរអ៊ូរទាំទេជីវិតប្រចាំថ្ងៃរបស់រីមប៉ាគឺសាមញ្ញណាស់នាងដើរជាមួយនឹងមិត្តភ័ក្តិនិងជួយរើសអេតចាយឬធ្វើការងារបន្តិចបន្តួចដើម្បីសម្រាលទុក្ខលំបាកឪពុកម្ដាយក្រៅពីរីមប៉ានិងស្ត្រីវ័យក្មេងម្នាក់ទៀតមានឈ្មោះថាផាយ៉ាល់មានអាយុ20ឆ្នាំដែលកំពុងព្យាយាមស្វែងរកការងារធ្វើដើម្បីចិញ្ចឹមជីវិតពួកគេទាំងអស់គ្នាសុទ្ធតែជាមនុស្សដែលមានគ្រួសារនិងរងចាំពួកគេនៅផ្ទះរៀងរាល់ល្ងាចប៉ុន្តែគ្មាននរណាម្នាក់ដឹងថាក្តីសង្ឃឹមទាំងនោះនឹងត្រូវរលាយបាត់បង់ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះអញ្ចឹងរឿងរ៉ាវមួយហ្នឹងបានចាប់ផ្ដើមកើតឡើងបន្តិចម្ដងចាប់ពីឆ្នាំ2005កន្លងមកហើយក្មេងៗនៅក្នុងភូមិនីថារីបានចាប់ផ្ដើមបាត់ខ្លួនម្ដងម្នាក់យ៉ាងអាថ៌កំបាំងបំផុតនៅព្រឹកបន្ទាប់នៅថ្ងៃធម្មតាមួយរីមប៉ាហាល់ដាបានដើរចេញពីផ្ទះដោយសពដងដើម្បីទៅរកការងារធ្វើឬដើរលេងនៅក្នុងភូមិអញ្ចឹងទៅហើយអ្នកភូមិខ្លះបានឃើញនាងដើរកាត់មុខផ្ទះវីឡាមួយដែលមានលេខ D5 អក្សរ D លេខ5ជាផ្ទះពាណិជ្ជករម្នាក់ប៉ុន្តែបន្ទាប់ពីម៉ោងនោះមកគ្មានអ្នកណាម្នាក់បានឃើញរីមប៉ាទៀតឡើយប៉ុន្មានខែក្រោយមកករណីស្រដៀងគ្នានឹងបានកើតឡើងចំពោះផាយ៉ាល់នៅថ្ងៃទី7ខែឧសភាឆ្នាំ2006ផាយ៉ាល់បានប្រាប់ក្រុមគ្រួសាររបស់នាងថានាងទៅជួបនឹងមនុស្សម្នាក់នៅក្នុងវីឡា D5 ដើម្បីទៅបើកប្រាក់ឈ្នួលដែលជំពាក់នេះជាពាក្យសម្ដីចុងក្រោយរបស់នាងនៅពេលល្ងាចមកដល់ផ្ទះទាំងមូលនៅតែស្ងាត់ជ្រងំគ្មានស្រមោលរបស់ផាយ៉ាល់ត្រឡប់មកវិញឡើយឪពុកម្ដាយរបស់ក្មេងៗដែលបានបាត់ខ្លួនបានរត់ទៅរកប៉ូលីសទាំងទឹកភ្នែកប៉ុន្តែអ្វីៗហួសចិត្តគឺប៉ូលីសក្នុងតំបន់ហាក់បីដូចជាមិនយកចិត្តទុកដាក់ទេពួកគេគិតថាក្មេងៗទាំងហ្នឹងគ្រាន់តែរត់ចេញពីផ្ទះដោយសារភាពក្រីក្រប៉ុន្តែវាគ្រាន់តែជាការចាប់ផ្ដើមនៃរឿងរ៉ាវប៉ុណ្ណោះ
những cõi một tiết ca ọt mộtរបស់ប្រជារដ្ឋក្នុងភូមិបានអស់ភាពអត់ធ្មត់ឪពុកម្ដាយរបស់ផាយ៉ាល់មានការសង្ស័យខ្លាំងនៅលើផ្ទះD5 គាត់បានព្យាយាមតាមដានសញ្ញាទូរស័ព្ទរបស់កូនស្រីហើយវាបានបង្ហាញទីតាំងចុងក្រោយនៅក្បែរផ្ទះ D5 ដែលមានការរុញច្រានពីអ្នកភូមិប៉ូលីសក៏បានសម្រេចចិត្តចុះទៅពិនិត្យមើលនៅលូទឹកស្អុយនៅខាងក្រោយផ្ទះវីឡា D5 នោះហើយអ្វីដែលពួកគេបានរកឃើញនៅក្នុងលូទឹកស្អុយដ៏ខ្មៅងងឹតប៉ូលីសបានស្រង់ចេញនៅថង់ផ្លាស្ទិកជាច្រើននៅពេលបើកវាគេបានឃើញលលាក្បាលតូចសម្លៀកបំពាក់កុមារនិងបំណែកឆ្អឹងមនុស្សជាង40ដុំដែលត្រូវបានកាត់ជាកង់អញ្ចឹងករណីហ្នឹងក៏បានធ្វើឲ្យចលាចលនៅក្នុងភូមិនិងឪពុកម្ដាយដែលបាត់កូនតូចគឺមានការយំសោកយ៉ាងខ្លាំងម្ដាយជាច្រើនអ្នកបានដួលសន្លប់នៅពេលស្គាល់ឃើញសម្លៀកបំពាក់និងស្បែកជើងតូចរបស់កូនពួកគេដែលបានបាត់ខ្លួនអស់ទៅជាច្រើនខែឬអ្នកខ្លះបាត់ខ្លួនទៅរយៈពេលចូលជាឆ្នាំមកហើយអញ្ចឹងករណីមួយហ្នឹងគឺបានផ្លាស់ប្ដូរពីការបាត់មនុស្សធម្មតាទៅជាករណីឃាតកម្មបន្តព្រៃផ្សាយបំផុតក្នុងភូមិនីថារីអញ្ចឹងក្រោយមកប៉ូលីសមានការស៊ើបអង្កេតនិងដាក់ការសង្ស័យសួរថាតើអ្នកណាគឺជាម្ចាស់វីឡា D5 នោះប៉ូលីសបានតម្រង់ការសង្ស័យភ្លាមទៅលើមនុស្ស2នាក់ដែលរស់នៅក្នុងផ្ទះនោះម្នាក់គឺជាម្ចាស់ផ្ទះឈ្មោះ Monil Dersin Hander ដែលជាពាណិជ្ជករអ្នកមានម្នាក់និងម្នាក់ទៀតគឺជាអ្នកបម្រើប្រចាំផ្ទះឈ្មោះ Surinder Kohli នៅក្នុងការសួរចម្លើយដំបូងមានការយល់ច្រឡំនិងទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក Hander ដែលជាម្ចាស់ផ្ទះបានបដិសេធថាខ្លួនមិនបានដឹងរឿងនេះទេព្រោះគាត់តែងតែធ្វើដំណើរទៅក្រៅក្រុងជាញឹកញាប់ប៉ុន្តែអ្វីៗកើតឡើងបន្ទាប់បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលនោះគឺនៅពេលដែលអ្នកបម្រើឈ្មោះ Surinder Kohli បានចាប់ផ្ដើមបើកមាត់សារភាព Kohli បានរៀបរាប់ដោយសំឡេងត្រជាក់ស្រាលថាគាត់គឺជាអ្នកដែលលបួងក្មេងៗនិងស្ត្រីវ័យក្មេងឲ្យមកចូលធ្វើការនៅក្នុងផ្ទះដោយប្រើនំចំណីឬក៏ប្រកាសឬក៏ការសន្យាថានឹងផ្ដល់ការងារឲ្យធ្វើនៅពេលជនរងគ្រោះចូលមកដល់ក្នុងផ្ទះគាត់គឺបានធ្វើការរំលោភបំពានច្របាច់កសម្លាប់រួចហើយអ្វីដែលគួរឲ្យរន្ធត់បំផុតនោះគឺគាត់បានកាត់សាកសពជាបំណែកថែមទាំងស៊ីសាច់ជនរងគ្រោះមួយចំនួនទៀតផងមុននឹងយកឆ្អឹងទៅច្រកថង់បោះចោលក្នុងលូទឹកស្អុយខាងក្រោយផ្ទះហើយមិនទាន់ចាប់ត្រឹមនឹងទេភូមិគឺមានមន្ទិលសង្ស័យថាម្ចាស់ផ្ទះ Hander គឺពិតជាមិនដឹងរឿងរ៉ាវដ៏រន្ធត់ដែលកើតឡើងនៅក្នុងផ្ទះរបស់ខ្លួនដែរមែនទេឬគាត់មានចំណែករួមគំនិតដែរបន្ទាប់មកដើម្បីដោះស្រាយករណីដ៏ស្មុគស្មាញហ្នឹងប៉ូលីសនិងក្រុមអ្នកជំនាញនឹងបានវិភាគវិទ្យាសាស្ត្របានប្រើប្រាស់បច្ចេកវិទ្យាពិនិត្យ DNA ដើម្បីផ្ទៀងផ្ទាត់បំណែកឆ្អឹងដែលរកឃើញជាមួយនឹងឈាមរបស់ឪពុកម្ដាយដែលមកដាក់ពាក្យបណ្ដឹងអញ្ចឹងលទ្ធផល DNA បានបញ្ជាក់យ៉ាងច្បាស់បំណែកឆ្អឹងទាំងនោះជារបស់ Rimpa Halda Hayal និងកុមារដទៃទៀតដែលបានបាត់ខ្លួនហើយប៉ុស្តិ៍តាងដែលគេរកឃើញមួយទៀតគឺជាការរកឃើញកំបិតនិងឧបករណ៍កាត់សាច់ដែលនៅប្រឡាក់ឈាមលាក់ទុកនៅក្នុងផ្ទះបាយនិងបន្ទប់របស់កូលីរួមផ្សំជាមួយនឹងការធ្វើតេស្តស្កេនសកម្មភាពខួរក្បាលនិងការសារភាពយ៉ាងលម្អិតពីវិធីសាស្ត្រដែលគាត់បានសម្លាប់ជនរងគ្រោះម្នាក់ប៉ូលីសអាចនឹងបង្កើនខ្សែសង្វាក់ព្រឹត្តិការណ៍យ៉ាងរឹងមាំដែលមិនអាចប្រកែកបានដូច្នេះផ្ទះវីឡាដ៏ស្រស់ស្អាតនោះមិនមែនជាកន្លែងរស់នៅធម្មតានោះទេប៉ុន្តែវាគឺជារោងពិឃាតមនុស្សដ៏គួរឲ្យខ្លាចហើយដំណើរការតុលាការនៃករណីនៅនីថារីនឹងបានអូសបន្លាយពេលជាច្រើនឆ្នាំនិងជាទីចាប់អារម្មណ៍របស់ប្រជាជនទាំងមូលនៃប្រទេសឥណ្ឌា Surinder Kohli និង Moninder Singh Hander ត្រូវបានចោទប្រកាន់ពីបទឃាតកម្មរំលោភទ្រព្យសន្តិវៈនិងការបំភាន់ភស្តុតាងនៅក្នុងការការពារខ្លួនមេធាវីរបស់ Hander របស់ម្ចាស់ផ្ទះនឹងបានព្យាយាមមកតវ៉ាថាគាត់មិនបានដឹងរឿងដែលអ្នកបម្រើរបស់ខ្លួនធ្វើនោះទេដោយសារតែគាត់មិននៅផ្ទះទោះជាយ៉ាងណាក៏ដោយតុលាការជាន់ទាបបានកាត់ទោសប្រហារជីវិតអ្នកទាំងពីរនៅក្នុងករណីសំណុំរឿងមួយនេះបន្ទាប់ពីការប្តឹងឧទ្ធរណ៍ជាច្រើនលើកច្រើនសារអស់រយៈពេលជាច្រើនឆ្នាំ
នៅក្នុងខែតុលាឆ្នាំ2023តុលាការជាន់ខ្ពស់អាឡាហាបាត់បានសម្រេចដោះលែងលោក Pander ឲ្យរួចខ្លួននិងដកទោសប្រហារជីវិតរបស់កូលីក្នុងករណីមួយចំនួនវិញដោយសារតែខ្វះភស្តុតាងរឹងមាំនៅក្នុងការផ្សារភ្ជាប់ពួកគេដោយផ្ទាល់ទៅនឹងបទល្មើសជាក់ស្ដែងមួយចំនួនការសម្រេចចិត្តមួយនេះបានបង្កើនឲ្យមានការមិនពេញចិត្តនិងការឈឺចាប់យ៉ាងខ្លាំងពីសំណាក់ក្រុមគ្រួសាររបស់ជនរងគ្រោះដែលនៅតែបន្តទាមទាររកយុត្តិធម៌ពិតប្រាកដអញ្ចឹងហើយនៅសប្តាហ៍ថ្ងៃនេះវិឡាលេខ 5D ហ្នឹងនៅភូមិនីថារីត្រូវបានគេបោះបង់ចោលឲ្យនៅទំនេរคล้ายជាផ្ទះដ៏ស្ងាត់ជ្រងំគួរឲ្យខ្លាចគ្រាន់ជាការរំលឹកពីសោកនាដកម្មដែលបានកើតឡើងមិនអាចបំភ្លេចបានសម្រាប់ក្រុមគ្រួសារនៃជនរងគ្រោះដូចជារីមប៉ានិងផាយ៉ាល់ជាដើមចំពោះករណីមួយនេះគឺត្រូវបានបញ្ចប់ត្រឹមនេះហើយនៅបន្តវីដេអូក្រោយខ្ញុំនឹងលើកយកនៅចំណុចដែលអ្នកភូមិតែងតែល្បីថានៅទីនោះគឺមានវិញ្ញាណមិនព្រមតណានឹងខ្មោចលងជាបន្តទៅទៀតសម្រាប់បងប្អូនដែលចង់ដឹងនៅសាច់រឿងនេះតមកទៀតហើយនឹងចង់ដឹងអំពីករណីផ្សេងៗទៀតសូមកុំភ្លេចចុច Subscribe ដើម្បីទទួលបាននៅវីដេអូថ្មីៗ